ដៃ8នេះនិមិត្តរូបតំណាងឲ្យទិសទាំង8តើប្រហោះ4នោះកាន់អាវុធអីខ្លះមានរោងចក្រទៀតមាននេះពិភពទាំង3អាកូនស្រីនេះអើយប្រហោះទី1លោកកាន់កងចាក់នោះកូនឃើញអត់ទេអូយហើយទ្រាំតិចទៅមិនចាកូនតជប់ថតឲ្យលើព្រះវិស្ណុដែលអង្គគាត់មានពហុ8ដែលប៉ាប្រាប់លើកមុនហ្នឹងហ៎អញ្ចឹងពហុ8ហ្នឹងមានតន័យអីគេទៅប៉ាហើយអាវុធដែលលោកកាន់ហ្នឹងមានដើមកំណើតមកពីណាទៅនេះគឺព្រះវិស្ណុនេះមានតួនាទីថែរក្សាលោកព្រះអង្គលោកមានពហុ8ដែលប៉ានិយាយភាសាខ្មែរផងភាសារបស់ព្រះផងភាសាខ្មែរថាដៃអញ្ចឹងដៃ8នេះតំណាងឲ្យដៃរំម្នោះអញ្ចឹងព្រះវិស្ណុដៃតាណាក៏មានដៃដែរមានដៃ2ណាប៉ុណ្ណាទម្រង់ជាដៃ2ក៏មានដែរប៉ុន្តែដៃ8នេះនិមិត្តរូបតំណាងឲ្យទិសទាំង8ចុះលើកមុនគុនឃើញមានដៃ4ដែរប៉ាពហុ4ហ្នឹងគឺមានន័យថាតំណាងឲ្យនិមិត្តរូបទាំង4ហើយអាវុធលោកកាន់ខុសគ្នាឥឡូវកូនចង់ដឹងថាតើប្រហោះ4ហ្នឹងកាន់អាវុធអីខ្លះហើយអាវុធហ្នឹងផលិតនៅរោងចក្រណាហើយវត្ថុធាតុដើមហ្នឹងធ្វើពីអ្វីខ្លះមានរោងចក្រទៀតមានហើយអ្នកណាជាវិស្វករធ្វើអាវុធមួយហ្នឹងឥឡូវតាក់កូនទៅមើលទៅនាំកូនមកមើលព្រះនារីកូនឃើញអត់ទេនេះកូនដឹងនេះព្រះនារីនេះកូនសួរព្រះវិស្ណុណាត់ព្រះនារីឥឡូវកូនមកមើលនេះព្រះវិស្ណុឬក៏ព្រះនារីយ៉ាងម៉េចកូនឥឡូវមើលនេះឃើញអត់ទេព្រះនារីឬក៏ព្រះវិស្ណុដូចគ្នាទេប៉ាចង់ឲ្យកូនមើលរូបព្រះវិស្ណុអង្គនេះឃើញអត់ទេពហោះលោក4លោកជាអ្នកថែរក្សាពិភពលោករបស់យើងមិនមែនតែពិភពលោកទេកូនពិភពលោកទាំង3យល់ទេអញ្ចឹងពិភពលោកមិនមែនពិភពរបស់លោកពិភពទាំង3អាកូនស្រីនេះអើយព្រះវិស្ណុអង្គនេះលោកមានពហោះ4ពហោះទី1លោកកាន់កងចក្រនោះកូនឃើញអត់ទេកងចក្រនេះឈ្មោះកងចក្រសូដាសាណាហើយកងចក្រនេះគឺជាអាវុធដែលលោកការពារពិភពលោកពីព្រោះជាអ្នកការពារថែរក្សាមិនចឹងទេកូនហើយដុំមូលនេះគឺគេហៅថាភូមិសបានេះដុំផែនដីហើយដំបងនេះដំបងឈ្មោះដំបងកៅម៉ូតៈដីឈ្មោះទៀតប៉ាឈ្មោះទៀតកៅម៉ូតៈដីតែធាតុខ្យល់ពហោះមួយខាងទៀតកាន់ខ្យល់សាំងគេអត់ទេប៉ុន្តែបាក់ទៅព្រះអង្គនេះបាទនៅក្នុងរចនាបថសម្បូរព្រៃគុកកូនលឺប៉ានិយាយតាក់ទងរឿងកងចក្ររបស់ព្រះអង្គហ៎ពីកូនលឺមុនហ្នឹងប៉ាថាមាន factory ដើមកំណត់មកពីណាឲ្យត្រូវប្រើមិនទៅប៉ាឥឡូវប៉ានិយាយពីរឿងប្រវត្តិហ្នឹងតិចក្នុង4ហ្នឹងប៉ានិយាយអំពីកងចក្រហ្នឹងគឺផលិតនៅណាហើយវត្ថុធាតុដើមធ្វើពីអីហើយវិស្វករធ្វើអាវុធហ្នឹងឈ្មោះអ្វីពនាមលោក factory នៅណាប៉ាណាfactory factory ណាហ្នឹងភាសារោងចក្រភាសាអង់គ្លេសកូនកូនធ្វើម៉េចបែរមានកូន Gen Z ប៉ាចុកជើងតោះទៅនិយាយនៅក្រៅកូនចង់ស្ដាប់ប្រវត្តិអូយហើយទ្រាំតិចទៅមិនចាកូនតជប់ថតឲ្យលើកាលពីព្រេងរបស់ប៉ា3 2 1រឿងហ្នឹងចែកកូនព្រះអាទិត្យមានប្រពន្ធទេប៉ានិយាយអត់មិនកូនហើយប្រពន្ធព្រះអាទិត្យហ្នឹងគឺជាកូនរបស់ព្រះអាទិត្យនៅជាមួយសមោលហ្នឹងទៅនាំរឿងហ្នឹងទៅប្រាប់ father in law គេហៅឪក្មេកចាពុកក្មេកចាកូនដល់ពេលឯងខ្លះជាឪក្មេកគេនៅ